បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូទី7យើងនឹងស្វែងយល់អំពីរូបមន្ត if ហើយនិង if s ទាំងអស់គ្នាបងប្អូនរូបមន្ត if ហើយនិង if s គឺយើងប្រើក្នុងគោលដៅតែមួយទេគឺយើងប្រើសម្រាប់ក្នុងការកំណត់លក្ខខណ្ឌអ្វីមួយដែលឡែករូបមន្ត if យើងប្រើសម្រាប់កំណត់លក្ខខណ្ឌតែមួយហើយនិងរូបមន្ត if s គឺយើងប្រើសម្រាប់លក្ខខណ្ឌច្រើនបាទបានន័យថាចាប់ពីឡើងទៅក្នុងតារាងខាងក្រោមនេះយើងបង្ហាញអំពីតារាងសម្ភារៈពលកម្មបាទដែលមាន quantity មាន unit rate មាន total cost ហើយនិង budget limit អញ្ចឹងតាមរយៈបាទ quantity និង unit rate យើងកូនទៅយើងបានបាទ total cost ប៉ុន្តែនៅក្នុង total cost នេះយើងចង់កំណត់លក្ខខណ្ឌថាបើសិនជាវាតូចជាង budget limit បានន័យថាវានៅក្នុង budget ហើយបើសិនជាធំជាង budget limit មានន័យថាវា over budget បាទឥឡូវយើងប្រើរូបមន្តទី1គឺប្រើរូបមន្ត if បងប្អូនគ្នាដោយសារតែនៅក្នុងពេលដែលយើងបាននិយាយគ្នាមិញគឺមានតែមួយលក្ខខណ្ឌទេអូខេអញ្ចឹងយើងប្រើរូបមន្ត if ដែលប្រើសញ្ញាស្មើពីមុខហើយយើងវាយរូបមន្ត if បញ្ចូលបន្ទាប់មកយើងបើកមុខបញ្ចូលអញ្ចឹង logical test គឺបាទសំដៅទៅលើការកំណត់លក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌរបស់យើងហ្នឹងគឺបើសិនជា total cost បាទតូចជាងអញ្ចឹងតូចជាងធំជាងឬក៏តូចជាងធំជាងស្មើអីហ្នឹងបាទយើងប្រើរូបមន្តដែលយើងធ្លាប់រៀននៅបាទថ្នាក់ខាងក្រោមថ្នាក់វិទ្យាល័យឬក៏អនុវិទ្យាល័យយើងមានទាំងអស់ទេបាទតូចជាងបាទតូចជាង budget limit អញ្ចឹងបើលក្ខខណ្ឌហ្នឹងត្រូវយើងនឹងឲ្យវាបង្ហាញបាទបង្ហាញថាវានៅក្នុង budget បាទប៉ុន្តែបើក្នុងលក្ខខណ្ឌហ្នឹងអត់ត្រូវទេបាទយើងឲ្យវាបង្ហាញថាវា over budget បាទយើងចុច enter មកអូខេអញ្ចឹងមិញយើងបញ្ជាក់ថាបើសិនជាtotal cost នេះតូចជាង budget limit ឲ្យវាបង្ហាញថាវានៅក្នុង budget បាទអញ្ចឹងដោយសារតែ975នេះវាធំជាង800អញ្ចឹងវាអត់បង្ហាញនៅក្នុង budget ទេគឺវាបង្ហាញ over budget តែម្ដងបាទឥឡូវយើងអស់រូបមន្តចុះខាងក្រោមហើយមើលលក្ខខណ្ឌនេះលក្ខខណ្ឌនេះគឺ2625ដុល្លារចំណែក budget limit គឺ2700អញ្ចឹងវាអត់ over ទេគឺវានៅក្នុង budget បាទផ្សេងទៀតយើងផ្ទៀងផ្ទាត់មកឃើញថាវារូបមន្តរបស់យើងគឺបាទត្រឹមត្រូវហើយអញ្ចឹងរូបមន្ត if គឺមានអត្ថន័យបែបហ្នឹងបងប្អូនឥឡូវយើងចូលទៅពិនិត្យទៅលើរូបមន្ត if s វិញម្ដងបាទអញ្ចឹងរូបមន្ត if s យើងមានចាប់ពី2លក្ខខណ្ឌឡើងទៅបាទនៅក្នុងរូបមន្ត if s យើងនឹងធ្វើការទៅលើ unit rate class បាទចំណែកចំណាត់ថ្នាក់នៃ unit rate របស់យើងដែលខាងក្រោមនេះយើងបាន remark ដែរថាបើសិនជាក្នុងករណីតម្លៃឯកតារបស់យើងតូចជាង$5បាទវានៅក្នុងចំណាត់ថ្នាក់ low បាទហើយបើក្នុងចន្លោះពី5ទៅ$10អានឹងវានៅក្នុងmedium ហើយបើសិនជាលក្ខខណ្ឌផ្សេងទៀតលើសបាទបើថាអត់ត្រូវគ្នាជាមួយនឹងលក្ខខណ្ឌពីខាងលើឬក៏យើងនិយាយថាបើសិនជាធំជាង$10គឺចូលក្នុងចំណាត់ថ្នាក់ high បាទអញ្ចឹងយើងប្រើរូបមន្តរបស់គ្នាបាទគឺស្មើ if បាទយើងបើកមុខចប់មកអញ្ចឹង logical test មួយបាទយើងធ្វើការទៅលើតម្លៃឯកតាអញ្ចឹងតេស្តមួយហ្នឹងគឺយើងតេស្តថាវាតូចជាងបាទ$5តោះយើងខាំមកយើងឲ្យលក្ខខណ្ឌទី1បាទឲ្យបង្ហាញគេបង្ហាញថាវានៅក្នុង low ឯងបាទនៅក្នុងចំណាត់ថ្នាក់ low ឯងយើងខាំមកហើយ logical test 2អញ្ចឹង logical test 2យើងតេស្តទៅលើ cell ទៅដែរទេបើសិនជាវាតូចជាងឬក៏ស្មើបាទព្រោះនៅក្នុងនេះវាបញ្ជាក់ថាbetween ណា between ពី5ទៅ$10មានន័យថា$10ក៏វាធ្វើការដែរអញ្ចឹងយើងដាក់ថា5ទៅ$10បាទតូចជាងឬស្មើ$10បាទយើងឲ្យលក្ខខណ្ឌបង្ហាញគេបង្ហាញថាវានៅក្នុង medium បាទហើយក្រៅពីហ្នឹងបាទក្រៅពីហ្នឹងយើងឲ្យវាបង្ហាញបាទចំណាត់ថ្នាក់ high នៅក្នុងលក្ខខណ្ឌចុងក្រោយបងប្អូនយើងមិនបាច់ប្រើ logical test ម្ដងទៀតទេគឺយើងបាទវាតម្លៃដែលយើងចង់បង្ហាញចូលតែម្ដងអញ្ចឹងយើងចុច enter មកបាទបន្ទាប់មកយើងខាងមកlogical test 3បាទ logical test 3គឺវាធំជាង10បាទអញ្ចឹងមកធំជាង10បាទកន្លែងដាក់ខាងមកយើងឲ្យវាបង្ហាញចំណាត់ថ្នាក់ហ្នឹងគឺ high បាទយើងបាត់មុខកញ្ចក់វិញមកចុច enter
ចឹងនៅក្នុង 6.5 នេះវានៅចន្លោះ5ទៅ10ដុល្លារអញ្ចឹងបានថាវានៅក្នុងលក្ខខណ្ឌ medium បាទហើយយើងធ្វើការអូសចុះក្រោមអញ្ចឹង$75បាទ$75វាធំជាង$10ហើយយើងវានៅក្នុងលក្ខខណ្ឌ high បាទហើយពីរនេះបាទវាតូចជាង$5វានៅក្នុងលក្ខខណ្ឌ low ហើយនឹងមួយនេះចុងក្រោយគឺ 10.5 បាទហើយអានេះបើសិនជាក្នុងករណីយើងដាក់ត្រឹម10វាចូល medium ហើយឃើញទេអញ្ចឹងរមូលខាងស្ដាំនេះគឺវាអូតូម៉ាទិកទេបងប្អូនអូខេអញ្ចឹងចំពោះវីដេអូទី7នេះខ្ញុំគិតថាយើងអាចបញ្ចប់បានហើយសង្ឃឹមថាបងប្អូនអរគ្នាអាចយល់បានខ្លះឬក៏យល់បានច្រើននៅក្នុងការប្រើប្រាស់រូបមន្ត if និង if ហ្នឹងបងប្អូនបាទអញ្ចឹងសូមអរគុណហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ